បាទបងប្អូនដែលសង្កេតដែលប្រើខ្វាញ់វ៉ាឡេតឬក៏ត្រាស់វ៉ាឡេតឬមេតាម៉ាស់ហើយបងប្អូនមានកាក់តែបាញ់អត់ចេញដែរអញ្ចឹងឧទាហរណ៍ទៅខ្ញុំបើក wallet របស់ខ្ញុំមួយមកនេះ sub file wallet ដែរតែខ្ញុំចង់បាញ់ set k នេះកាក់ set k ចេញបងប្អូនតែបាញ់អត់ចេញទេជឿមើលបាទអញ្ចឹងឧទាហរណ៍តែខ្ញុំបាញ់ចូលនៅ Bitget បងប្អូនយក address មក add fund កន្លែងហ្នឹងកន្លែងនេះសំខាន់ណាស់បងប្អូនយក deposit crypto ដល់សារយើងបាញ់ពី exchange ផ្សេងក៏ដោយបងប្អូនត្រូវ select មិនហើយបងប្អូនវាយកាក់ដែលបងប្អូនចង់បាញ់មកយក address ហ្នឹងគឺហៅថាយក wallet ណាយកតង់វាណាឧទាហរណ៍នេះ set k network អញ្ចឹងខ្ញុំចង់ copy មកក៏ទួយ D7 ហើយខ្ញុំបើក sub file របស់ខ្ញុំមកខ្ញុំចុចពាក្យ send ដោយសារខ្ញុំបាញ់ចេញអញ្ចឹងខ្ញុំចង់បាញ់លុយទាំងអស់មាន56 50ចង់បាញ់50ចេញ$50ចេញបាញ់ទៅវាអត់មានទេបងប្អូនដឹងហើយវាត្រូវការកះដោយសារ set k ហ្នឹងវាបង្កើតនៅលើ blockchain របស់ Ethereum លើ layer 2របស់ Ethereum អញ្ចឹងដើម្បីបាញ់ set k នឹងចេញបងប្អូនត្រូវតែមានកះហ្នឹងគឺថ្លៃសេវា Ethereum អញ្ចឹងឧទាហរណ៍អញ្ចឹងខ្ញុំ copy ដើម្បីខ្ញុំនេះខ្ញុំត្រូវយក Ethereum set k សិននេះអាហ្នឹងសំខាន់ណាបងប្អូនបើសិនបងប្អូនមកដឹងអ្វីកះអ្វីអីញ៉ៃបាត់លុយហើយអញ្ចឹងណាអញ្ចឹងខ្ញុំយក wallet យកពាក្យ receive មកយើងយកពួកETH ហើយយើងវាយយក address វាសិនណានេះ receive មកនេះទី13យើង copy ហើយយើងទៅបើកដែលយើងចង់បាញ់ Ethereum ចេញអញ្ចឹងខ្ញុំចង់បាញ់ Ethereum ចំនួន$4ចេញពី Bitget ដើម្បីចូលទៅក្នុង sub wallet ដើម្បីកាត់ថ្លៃគេអញ្ចឹងយើងចុចមកបងប្អូនចុចមកហើយបងប្អូនយកពាក្យ withdraw នេះហើយ withdraw on chain withdraw អាហ្នឹងហើយយកវាយយក Ethereum copy address ចូលបងប្អូនគឺទី13អញ្ចឹងបើសិនបើបងប្អូនរើសអា network ហ្នឹងខុសគឺបាញ់ទៅលុយខុសដែរអញ្ចឹងខ្ញុំយកពាក្យ set k នេះឃើញទេ set k យើងចុច select onវាឲ្យយើងបាញ់ចាប់ពី 0.0 នេះបងប្អូនមើលនេះវាឲ្យយើងបាញ់ចេញទេពីព្រោះយើងមានតែ$4 0.02ដើមបាន14.98តែនេះវាទាមទារឲ្យយើងបាញ់ចេញចាប់ពី 0.02ដើមក្បាល34អញ្ចឹងណាអញ្ចឹងយើងទិញថែមទៀតឲ្យបានគ្រប់ទិញ$3ថែមទៀតមកតើបាញ់ចេញអត់Ethereum យើងដែលបាញ់ចេញគ្រប់អត់គ្រប់បងប្អូនណាអញ្ចឹងខ្ញុំចុច copy ដែរយើងរើ mainnet ឲ្យត្រូវបងប្អូនទៅត្រូវយើងអត់មានលុយគេបាញ់ទៀតទេអញ្ចឹងណាអាហ្នឹងសំខាន់ណាស់វាអត់គ្រប់ទៀតបងប្អូនវាទាមទារយើងបាញ់ចាប់ពីប៉ុន្មានទៅ$10ហ្នឹងយើងបាញ់កាក់ចេញទៅដាក់$5មកយើងទិញ$5មកហើយពេលវេលាកាត់ពេលវេលានឹងអាហ្នឹងសំខាន់ណាស់បងប្អូនហ្នឹងសម្រាប់អ្នកដែលមានជំនាញចាំយើងនេះនឹងធ្វើនេះដើម្បីចាក់ចូលបងប្អូនថ្មីដែលគាត់ទី13ដែរហើយយើងរើ mainnet ឲ្យត្រូវយកពី Ethereum set k បាញ់ចេញបានហើយយើង withdraw confirm ប៉ុណ្ណឹងទេអញ្ចឹងប្រហែលពេល15នាទីទៅ20នាទីEthereum ដែលយើងបាញ់ចូលហ្នឹងបានហើយអញ្ចឹងយើងអាចបាញ់កាក់ set k ចូល exchange បានហើយហ្នឹងមានតែប៉ុណ្្នឹងហ្នឹងហើយណាសម្រាប់ព័ត៌មានថ្មីមួយទៀតណាបងប្អូនណាបាទអរគុណ